ខ្ញុំអត់ឆ្ងល់សួស្តីកូនទាំងអស់គ្នាបន្ទាប់ពីរៀនម៉ោងកណិតហើយតើកូនទាំងអស់គ្នាមានចម្ងល់តាក់ទងជាមួយនឹងលំហាត់យើងអត់បាទអ្នកគ្រូអត់មានឆ្ងល់ទេអ្នកគ្រូបញ្យល់បានល្អហើយពួកខ្ញុំយល់ហើយអ្នកគ្រូឥឡូវបើមិនឆ្ងល់ទេទុកឲ្យគ្រូឆ្ងល់វិញឥឡូវអ្នកគ្រូចាប់ផ្ដើមសួរណាតើ 2x ក្រេបូក 3x បូក 4x ស្វ័យគុណ6គុណនឹង100ស្មើប៉ុន្មានជុំអ្នកគ្រូធ្វើស៊ីខ្ញុំបាត់ពេលរៀន2 + 2ស្មើប៉ុន្មានសោះទៅពេលសួរសិត2ស្វ័យគុណ3ស្វ័យគុណ4ណាខ្ញុំមិនចេះអ្នកគ្រូពេលខ្ញុំឆ្ងល់អ្នកគ្រូខ្ញុំឆ្ងល់តើអាកន្លែងហ្នឹងមិនបានចម្លើយវាបូកទៅឃើញអញ្ចឹងអ្នកគ្រូមិញអ្នកគ្រូបញ្យល់លឿនពេកខ្ញុំស្ដាប់អត់ទាន់អ្នកគ្រូខ្ញុំមិនសូវយល់អ្នកគ្រូជួយបញ្យល់ខ្ញុំតិចមកអ្នកគ្រូណែបងអូនអញខ្វះកន្លែងសួរមែនបានមកសួរចំកន្លែងហ្នឹងណាកន្លែងហ្នឹងគ្រូនិយាយតរ៉ៃដល់ចង់បាយពពុះមាត់អីដល់ពេលបងឯងសួរមកសួរកន្លែងហ្នឹងតរ៉ៃមិញហ្នឹងសង្ស័យអត់ស្ដាប់គ្រូនិយាយយ៉ាងไรទៅចុចទូរស័ព្ទមកយ៉ាងឥឡូវគ្រូអត់បញ្យល់ទេព្រមមេរៀននឹងវាស្រួលពេកឥឡូវមិត្តភក្តិយើងបណ្ណាគេចេះឡើងមកបញ្យល់មិត្តភក្តិយើងស្ដាប់បន្តិច